រៀបសួរគ្រូហើយក៏ដូចជាស្ទូទាំងអ្នកគ្នាខ្ញុំបាទឈ្មោះហ៊ុយច័ន្ទទីហោះខ្ញុំមកពី Department of Information and Communication Engineering ក្រុម B ហើយថ្ងៃនេះខ្ញុំមករៀបរាប់អំពី project របស់ខ្ញុំដែលបានធ្វើដែល project របស់ខ្ញុំគឺធ្វើផ្ដោតទៅលើហាងកាហ្វេ online ដែលខ្ញុំដាក់ឈ្មោះថា Chinghua Coffee Online Shop ហើយនេះគឺជា content របស់ខ្ញុំដែលខ្ញុំនឹងលើកយកមកនិយាយចំនួន6ចំណុចដែលចំណុចទី1គឺទៅលើ introduction ទី2 target user ទី3 problem and solution ទី4 UI design highlight ទី5 future goal និងទី6 conclusion ចូលដល់ចំណុចទី1គឺ introduction ដែល project របស់ខ្ញុំគឺធ្វើទៅលើហាងកាហ្វេ online ដែលផ្ដល់នូវបទពិសោធន៍នៃការជាវកាហ្វេដោយផ្សំដោយភេសជ្ជៈពិសេសជាមួយនឹងឧបករណ៍ digital ដែលងាយស្រួលក្នុងការប្រើប្រាស់វាដោះស្រាយបញ្ហាទូទៅដែលយើងជួបប្រទះនៅពេលដែលយើងទៅទិញកាហ្វេផ្ទាល់ដូចជាការជ្រើសរើសដែលមានកំណត់គឺមានន័យថាកាហ្វេនៅក្នុងបញ្ជីហ្នឹងមានចំនួនតិចហើយការរង់ចាំរយៈពេលយូរនិងការបដូរតម្រូវការមិនច្បាស់លាស់តាមរយៈបញ្ហានេះយើងនឹងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឲ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកដែលចូលចិត្តកាហ្វេនៅផ្ទះឬកន្លែងធ្វើការដោយមិនចាំបាច់ចាក់ចេញទៅទិញតែផ្ទាល់ចំពោះចំណុចទី2 target user ដែលយើងចង់បានគឺមានចំនួន4គឺយុវជនទី1យុវជនដែលគាត់ចូលចិត្តកាហ្វេប៉ុន្តែគាត់អត់ចង់ចំណាយពេលទិញចេញទៅក្រៅដើម្បីទិញកាហ្វេហើយចំណុចទី2គឺអ្នកដែលគាត់រវល់ខ្លាំងគាត់អត់មានពេលក្នុងការចំណាយពេលទៅទិញកាហ្វេនៅក្រៅទេអញ្ចឹងគាត់អាចកម្មង់តាម app របស់យើងបានហើយចំណុចទី3គឺអ្នកដែលចង់សាកល្បងចង់ស្វែងរករសជាតិកាហ្វេថ្មីទៅតាមរដូវកាលមួយហើយនឹងទី4គឺអ្នកដែលចូលចិត្តកម្មង់តាម online អញ្ចឹងគាត់អាចកម្មង់ប្រើprogram យើងដើម្បីកម្មង់កាហ្វេបានចូលទៅដល់ចំណុចទី3គឺ problem and solution ដោយ problem and solution របស់យើងគឺមានចំនួន3ដែល problem ទី1គឺបញ្ជីកាហ្វេដែលមានដែនកំណត់នៅតាមហាងកាហ្វេមួយអញ្ចឹងដោះស្រាយរបស់យើងគឺយើងបង្កើតមនុស្សពិសេសសម្រាប់កាហ្វេហើយវាមានច្រើនប្រភេទសម្រាប់ជ្រើសរើសហើយបញ្ហាទី2គឺការរង់ចាំរយៈពេលយូរព្រោះអីពេលតែយើងទៅហាងកាហ្វេគឺមានភ្ញៀវច្រើនអញ្ចឹងយើងត្រូវរង់ចាំអញ្ចឹងដំណោះស្រាយរបស់យើងគឺយើងអាចឲ្យគាត់កម្មង់តាម digital ដោយមិនបាច់រង់ចាំបានហើយចំណុចទី3គឺការផ្លាស់ប្ដូរតម្រូវការមិនច្បាស់លាស់របស់អតិថិជនគឺយើងអាចដោះស្រាយឲ្យគាត់ដោយបង្កើតកម្មវិធីហ្នឹងដើម្បីឲ្យគាត់មានភាពងាយស្រួលក្នុងការជ្រើសរើសនិងការដូរកាហ្វេឧទាហរណ៍បើគាត់កម្មង់កាហ្វេហើយគាត់អត់ចូលចិត្តអញ្ចឹងគាត់អាចលុបការកម្មង់ហ្នឹងគាត់អាចកម្មង់ថ្មីបានហើយនេះគឺជា UI design highlight របស់យើងដែលមានចំនួន6 page ហើយយើងនឹងលម្អិតវានៅក្នុងវីដេអូ demo អញ្ចឹងពេលនេះខ្ញុំគ្រាន់តែប្រាប់ត្រួសអំពីផ្ទាំងរបស់មួយទេដោយផ្ទាំងទី1គឺនិយាយទៅលើ get start ផ្ទាំងទី2គឺ account management ផ្ទាំងទី3គឺ home page ផ្ទាំងទី4គឺ check out page ផ្ទាំងទី5 waiting page និងផ្ទាំងទី6គឺpage សម្រាប់ help ដែល user គាត់មានបញ្ហាអីអាចតំណែងយើងបានចំពោះចំណុចទី5នេះវិញគឺយើងនិយាយទៅលើ future goal របស់យើងគឺចំណុចទី1គឺយើងបន្ថែមរសជាតិគឺការបន្ថែមរសជាតិទៅលើមនុស្សរបស់យើងឲ្យបានកាន់តែច្រើនដោយរសជាតិមួយទៅតាមរដូវកាលហើយនិងមួយទៀតគឺការ workshop ដែលមិនប៉ះពាល់ដល់បរិស្ថានរីឯចំណុចទី2គឺការបញ្ចូលតាមបច្ចេកវិទ្យាគឺមានន័យថាយើងអនុវត្តការបញ្ជាទិញនឹងតាមទូរស័ព្ទដោយប្រើទីតាំងភូមិសាស្ត្រច្បាស់លាស់និងការទទួលយកកាហ្វេដោយមានល្បឿនលឿននិងការអភិវឌ្ឍលើកម្មវិធីរបស់យើងដែរដែលធ្វើឲ្យកម្មវិធីរបស់យើងនឹងដើរលឿនជាងមុនហើយនឹងងាយស្រួលប្រើប្រាស់ជាងមុនសម្រាប់អ្នកប្រើប្រាស់ចំណុចទី3គឺការច្នៃប្រឌិតផលិតផលគឺយើងណែនាំកាហ្វេដែលផលិតជាមួយនឹងសិប្បករក្នុងស្រុកដើម្បីចូលរួមលើកតម្កើងផលិតផលក្នុងស្រុកឲ្យកាន់តែរីកចម្រើនចូលដល់ចំណុចចុងក្រោយគឺ conclusion ដែលគម្រោងនេះដែរយើងធ្វើឡើងដោយផ្ដល់ការរចនាដែលផ្ដោតទៅលើអ្នកប្រើប្រាស់ដោយមានចំណុចប្រទាក់ដែលឆ្លើយតបទៅនឹងតម្រូវការដែលធ្វើឲ្យបទពិសោធន៍ក្នុងការកម្មង់កាហ្វេតាម online កាន់តែប្រសើរឡើងសមិទ្ធផលសំខាន់រួមមានចំណុចប្រទាក់ដែលងាយស្រួលប្រើជម្រើសច្រើនសម្រាប់ការបដូរតាមចំណង់ចំណូលចិត្តនិងមុខងារដែលធ្វើដំណើរការដោយរលូនទៅលើឧបករណ៍គ្រប់ប្រភេទទោះជាយ៉ាងណា
នៅមានផ្នែកដែលត្រូវកែលម្អដូចជាការធ្វើឲ្យដំណើរការទូទាត់កាន់តែសាមញ្ញនិងការពង្រឹងវិភាគទិន្នន័យដើម្បីយល់ដឹងពីអ្នកប្រើប្រាស់កាន់តែប្រសើរឡើងជំរាបសួរលោកគ្រូឥឡូវនេះចូលមកកាន់ការ demo code របស់ខ្ញុំដែល project ខ្ញុំ design ឡើងដោយ6 page អញ្ចឹងខ្ញុំបានsave វាជា6 HTML ផ្សេងៗគ្នាដើម្បីងាយស្រួលក្នុងការពិនិត្យនិងការកែសម្រួលបើយើងដាក់តែវាចូលមួយ page ធ្វើឲ្យកុំព្យូទ័រយើងវា slow ហើយមួយទៀតធ្វើឲ្យយើងពិបាកក្នុងការពិនិត្យខ្លះមួយហើយនេះគឺជា page ដំបូងរបស់ខ្ញុំចូលទៅ Lightroomនៅ first page នេះវាអត់មានអីច្រើនទេវាមានតែប៊ូតុង Get Start មួយដើម្បីយើងคลิกទៅវាចូលក្នុង form សម្រាប់ login ឬ sign up ចំពោះ form login នេះវិញបើយើងអត់មាន email និង password ដែលយើងធ្លាប់ជាប់ពីមុនទេយើងត្រូវចុច form sign up ដើម្បីទៅបង្កើត email និង password ដែល form create account នេះយើងមុនដំបូងយើងបញ្ចូលឈ្មោះ email password ហើយនឹង confirm password ពេលយើង sign up វានឹងmove យើងទៅ form login វិញហើយបន្ទាប់ទៀតយើងគ្រាន់តែ input email និង password ទៅយើងចុច login វាចូលក្នុង home page របស់ខ្ញុំដែល home page របស់ខ្ញុំគឺមានដំបូងនេះគឺជា popular string របស់ហាងរបស់ខ្ញុំទី2គឺ the best step from the process មួយរបស់យើងគឺយើងមានចំនួន3ហើយបន្ទាប់មកទៀតគឺជាមនុយក្នុងហាងកាហ្វេរបស់យើងដែលយើងមានទាំងអស់មានចំនួន12រសជាតិដែលយើងនឹងបន្ថែមនៅពេលបន្ទាប់ទៀតចំពោះចំណុចនេះគឺយើងអាច input email របស់យើងដើម្បីទទួលបានការ discount ហើយបន្តមកទៀតបើសិនបើ user គាត់ចង់បានភេសជ្ជៈណាមួយគាត់គ្រាន់តែធ្វើការអូសមកបណ្នុយហើយគាត់កំងទៅតាមរសជាតិដែលគាត់ចង់បានឧបមាថាគាត់ចង់បានហើយ Americano Coffee គាត់គ្រាន់តែ click លើការ add cart ហើយវានឹងនាំយើងទៅចូល page ថ្មីគឺ page check out ហើយចំណុចនេះគឺយើង add location សម្រាប់ user ឧបមាថានៅខាងកោផ្លូវព្រៃសរលេខផ្ទះហើយនេះគឺជាយើង note សម្រាប់ delivery ដើម្បីគាត់ដឹងថាយើងចង់បានរបៀបម៉េចថាយើងចង់បានឲ្យគេយកឲ្យដល់មុខបន្ទប់ឬក៏យើងចេញទៅក្រៅផ្ទះអញ្ចឹងខ្ញុំ click លើ leave editor ហើយនេះគឺជា delivery standard ដែលយើងមាន standard ពី45ទៅ65នាទីយើងអត់បាច់ add time ទេប៉ុន្តែបើយើងចង់លឿនជាងហ្នឹង40ទៅ55នាទីយើងត្រូវ add time 49 សេននេះគឺជា payment របស់យើងគឺយើង pay ទៅលើ APA ហើយនេះគឺជា add tip ទៅលើអ្នកដឹកជញ្ជូនមកយើងថាយើងចង់ add tip ពីគាត់ប្រហែល$1 $2 $3 $5 ឬក៏អត់សោះហើយនេះគឺជាតារាង summary របស់យើងគឺជាវិក័យប័ត្រតមកទៀតជា confirm order ហើយយើងនឹងចូលមក page ថ្មីទៀតគឺជា page wedding បើសិនបើយើងមានការរងចាំយូរឬក៏អ្នកដឹកមិនបានដឹកឲ្យយើងអាចតំណទៅកាន់ក្រុមហ៊ុនយើងបានដោយយើងបានភ្ជាប់ជាមួយនឹងលេខតំណែងWhatsApp ជាមួយនឹង WhatsApp ជាមួយនឹង email យើងគ្រាន់តែenter your name របស់យើងបញ្ចូលឈ្មោះរបស់យើងបញ្ចូល email ឬក៏លេខទូរស័ព្ទហើយនឹង message ដែលយើងមានបញ្ហាទៅកាន់ក្រុមហ៊ុនរបស់យើងហើយនេះដែរគឺជា responsive នៃ page នីមួយៗរបស់ខ្ញុំwaiting និង page help ការ demo code របស់ខ្ញុំគឺមានតែប៉ុណ្ណឹងហើយជាចុងក្រោយគឺខ្ញុំសូមអរគុណដល់លោកគ្រូក៏ដូចជាអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាក្នុងការតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់សូមអរគុណ